ឥឡូវយើងត្រឹមតែរៀនគន្ធតរៈយើងរៀនសិក្សាឲ្យយល់សិនបានយើងតបដិបត្តិកើតអាហារផ្លូវចិត្តនឹងរៀនបំពន់តាមរយៈការស្ដាប់ពិចារណាស្ដាប់ហើយពិចារណាមានវិមង្សាសមាសង្កបៈត្រេះរេះរកហេតុរកផលណាឲ្យចម្រើនបញ្ញាទៅសមាទិដ្ឋិវាកើតហើយតើកាលណាសមាទិដ្ឋិកើតកុសលដល់ព្រមតែកាលណាកុសលដល់ព្រមនោះហើយជារិស័យញ៉ាំងយើងឲ្យទៅកន្លែងណាដល់ប្រសើរសក់ទាំងបច្ចុប្បន្នសក់ទាំងប្រលោកខាងមុខអានឹងអញ្ចឹងណាចឹងខំបំពន់អាហារផ្លូវចិត្តនេះផងហើយមកនិយាយយូរហើយមកសន្ទុះហើយហ្នឹងមានយល់អីខ្លះទេយាយយល់ទេស្ដាប់បានទេអូដឹងបានអត់ទេបានតែយាយពី3នាក់ទេបាទមកមើលទៅញាតញោមពេលខ្លះបើនិយាយតែធွာសុតហ្នឹងមកស្ងាត់ជីមិនមែនស្ងាត់ស្រាប់បានទេពេលខ្លះក៏វិញទៅក៏បានណាហើយបើលោកមកទេសដូចព្រំម៉ាញអីអូនិយាយពីសប្បាយលើកដៃផុតថ្ងាសឯគុណអូយថែម1ម៉ោងទៀតមក1ម៉ោងទៀតសប្បាយហ៎ប៉ុន្តែដល់ពេលចប់ជាប្រយោជន៍អីអត់មានប៉ុន្តែបើសិនជាយើងស្ដាប់ធម៌ពិតធម៌ព្រះណាប្រកបវិជ្ជាត្រឹមតែកន្លះម៉ោងឬ1ម៉ោងនោះយើងចំណាយពេលវេលាហើយស្ដាប់ទៅវាអត់យល់យើងសួរអាចារ្យទៅវិញរឿងមួយក៏យើងយកពាក្យហ្នឹងយកទៅគិតលោកនិយាយមួយម៉ាត់នេះមានន័យថាម៉េចណោះអញ្ចឹងបានព្រះលោកថាឲ្យស្ដាប់ទៅយោនិសោមនសិការៈពេលន័យតែពេលដែលស្ដាប់ហ្នឹងយកពាក្យហ្នឹងយកមកទុកក្នុងចិត្តណាដល់ពេលយើងដើរទៅផ្ទះវិញដើរបដើសម្រានបដើអង្គុយបដើហ្នឹងលោកឲ្យយកវិមង្សាសមាសង្កបៈបន្តទៀតឃើញទេណាពេលពងស្ដាប់ហ្នឹងធ្វើទុកពាក្យហ្នឹងក្នុងចិត្តសិនចេញទៅវិញហ្នឹងចាំយើងពិចារណារកហេតុរកផលអាហ្នឹងយល់ហើយបើយើងអត់បានពិចារណាទេស្ដាប់ដែរណាចប់គេទៅដល់ពេលដើរហ្នឹងមាននឹកឃើញធម៌លោកទេមិញណាមានចាប់ដើមសាដើមរំលឹកដើម្បីត្រេះរេះពិចារណារកហេតុរកផលតាមស្រួលនឹកឃើញជ្រូកអញមកចោលមកផឹកទៅថ្ងៃត្រង់ដល់ណាឲ្យបាយនៅទៀតតាមស្រួលឥឡូវយើងនិយាយពីរឿងយើងនេះចូលកោតធម៌យើងចង់បានសេចក្តីសុខនៅយើងមិនបំពន់តែអាហារផ្លូវកាយទេយើងបំពន់ទាំងអាហារផ្លូវចិត្តផងហើយរៀនពិចារណាថាដំណើរជីវិតរបស់យើងនេះបើមិនទីពឹងធម៌ទេមិនត្រឹមតែមិនបានសេចក្តីសុខទេរកជាក្លឹមរកជាប្រយោជន៍អីក៏វាអត់មានណាព្រះលោកសំដែងតែអញ្ចឹងបើកើតមកហើយគ្មានធម៌អប់រំចិត្តអាកាយនេះបើគ្មានធម៌អប់រំបានល្អកាយនឹងឲ្យវានៅថ្មឹងកុំឲ្យវាមានកម្រើកុំឲ្យមានកាយវិការវាល្អជាងអាមាត់នេះបើពោលតអសរោះពូតផលបោកប្រាស់យងជេរប្រយោជន៍ដៀលថ្មេះណាបិសនៈវាបរុសវាចាសត្វបលាបមុខសាវិតទេដេមាត់នឹងឲ្យចិត្តទៅវាល្អជាងបាត់មាត់នឹងកុំឲ្យនិយាយវាល្អជាងនិយាយណាអាកាយនេះបើមិនចេះថ្វាយគុំព្រះសំពះប្រសង់មិនចេះគោរពឲ្យនំតូនមេដាបៃតាចាក់ព្រឹទ្ធាចារធ្វើកាយទៅវាកើតបនកើតកុសលទេអាកាយដើរទៅលួចឆក់ប្លន់កាប់តេងប្រវាញ់ណាលោបលួចឆក់កុំឲ្យវាកំរើកវាល្អជាងអាចចិត្តនេះបើចិត្តនឹងវាអកុសលលមូលកើតមានក្នុងខណ្ឌសន្តានទាំងលោភៈទោសៈនឹងវាកើតមានហើយណាមិនមានកុសលកើតទេគ្រប់ខណៈចិត្តមានតែអកុសលអត់មានកុសលវាគួរតែដេករហូតទៅក៏ងើបល្អជាងព្រះលោកថាអញ្ចឹងណាយកពាក្យព្រះយកមកបញ្យល់មានន័យថាចំណាយជីវិតរបស់យើងនេះដាច់ខាតយើងត្រូវតែរស់នៅជាមួយធម៌ត្រូវតែរៀនធម៌បដិបត្តិធម៌យកធម៌មកអប់រំចិត្តដើម្បីញ៉ាំងជីវិតរបស់យើងនេះឲ្យមានប្រយោជន៍ពីព្រោះជីវិតដែលមានខ្លឹមទៅបានបើតើមានទានមានសិលមានភាវនាដូចអាត្មាអីបើតើមានសិលសមាធិបញ្ញាឃើញទេនៅបដិបត្តិគ្នាអញ្ចឹងនិយាយទៅបើយើងរស់អត់ធម៌គឺជីវិតហ្នឹងវាអត់ខ្លឹមអញ្ចឹងញ៉ាំងជីវិតហ្នឹងឲ្យទៅជាជីវិតសារោជីវិតដែលមានខ្លឹមទៅបានបើតើមានធម៌រៀនហាត់ពុតលត់ដំអប់រំខ្លួនយើងឲ្យបានល្អណាពីព្រោះកាយយើងនេះដំណើរជីវិតយើងនេះកុំរំពឹងលើប្តីកុំរំពឹងលើប្រពន្ធកុំរំពឹងលើខ្លួនឯងណាតែខ្លួនឯងហ្នឹងយកជាទីពឹងហ្នឹងមិនបានផងព្រះលោកសំដែងថាម៉េចផិនដុកបណ្ដោប្រមាំងរូបាំងវេទនាពុបលោប្រមាមរិជិកោប្រមាសញ្ញាសង្ខារាកតលុប្រមាមីយូប្រមាញ់ចវិញ្ញាណហ្នឹងទេសតានិច្ចពន្ធពុនីម៉េចបានលោកថារូបនេះវាគ្មានក្លឹមណាបើសិនជាយើងរស់មិនរស់ដោយគុណធម៌មិនរស់ជាមួយនឹងសេចក្តីល្អរូបនឹងអត់ក្លឹមជីវិតនឹងអត់ក្លឹមព្រះលោកសំដែងដូចស្មាសោតមិញផិនដុកបណ្ដោប្រមាំងរូបាំងវេទនាពុបលោប្រមាមរិជិកោប្រមាសញ្ញាសង្ខារាកតលុប្រមាមីយូប្រមាញ់ចវិញ្ញាណហ្នឹងទេសតានិច្ចពន្ធពុនីរូបមានសេចក្តីប្រៀបធៀបនឹងដុំនៃពពុះទឹកវេទនាមានសេចក្តីប្រៀបធៀបនឹងកំពេញទឹកដែលប៉ោងឡើងព្រួយសញ្ញាមានសេចក្តីប្រៀបធៀបនឹងថ្ងៃបណ្ដាកូនសង្ខារមានសេចក្តីប្រៀបធៀបនឹងដើមចេកវិញ្ញាណមានសេចក្តីប្រៀបធៀបនឹងកលមាយាសេចក្តីប្រៀបធៀបនៃខណ្ឌទាំង5នេះគឺពពុទ្ធមានផៅពងដល់ខ្ពង់ពោះគឺព្រះអង្គទ្រង់សម្ដែងហើយអ្នកខ្លះទៀតអត់បានរហូតដល់ចាក់ទេបានតែ20បានតែ30អីជួនកាលអាយុហ្នឹងវាមិនទាន់អស់ទេប៉ុន្តែមានកម្មអីមួយវាមកកាប់ផ្ដាច់ណាឧទាហរណ៍លោកឲ្យឧបមាដូចផ្លែស្វាយឬផ្លែតបែកផ្លែចេកវាតទុំបានទៅជ្រុះចាក់តងធម្មជាតិផ្លែចេកវាតទុំលឿងផ្លែស្វាយអីតទុំលឿងទៅបានវាធ្លាក់ចាក់តងប៉ុន្តែពេលខ្លះវាអត់ចាំតទុំទេមានមែកឈើអីដើមឈើអីមួយវាបាក់មកកាន់ចំពីលើទៅវាដាច់ទាំងខ្ចីហ្នឹងយ៉ាងណាដំណើរជីវិតរបស់យើងពេលខ្លះក៏វាអត់ចាំចាស់ដែរពេលខ្លះទៅស្លាប់ទាំងក្មេងហ្នឹងដោយសារដើរទៅគេបាញ់ស្លាប់គេកាប់ស្លាប់អាហ្នឹងគេឲ្យឈ្មោះតកម្មហ្នឹងវាមកកាត់ផ្ដាច់ណាដូចផ្លែស្វាយហ្នឹងវាអត់ចាំជ្រុះដល់ទុំទេពេលខ្លះ
ណាវាមានកម្មអីមួយហ្នឹងមានដើមអីមួយវាមកកាន់ពីលើមកវាដាច់តែខ្ចីហ្នឹងអាហ្នឹងដំណើរជីវិតរបស់យើងហ្នឹងលោកឲ្យរៀនពិចារណាចឹងយកធម៌យកពិចារណាក្នុងដំណើរជីវិតរបស់យើងវេទនាមានសេចក្តីប្រៀបធៀបនឹងកពេញទឹកដែលប៉ោងឡើងព្រួចមានន័យថាប៉ោងឡើងបែកប៉ោងឡើងបែកប៉ោងឡើងបែកលោកឲ្យពិចារណាការសោយអារម្មណ៍របស់យើងនេះណាវេទនាហ្នឹងគឺការសោយនៅអារម្មណ៍របស់បឋិជនយើងនេះខុសពីអារម្មណ៍របស់ព្រះអរហន្តខុសពីអារម្មណ៍របស់ព្រះអរិយបុគ្គលណាដោយអាត្មាអីក៏បឋិជនញោមក៏បឋិជនអញ្ចឹងយើងដឹងណាយើងអាចនិយាយបានព្រោះបឋិជនដូចគ្នាណាប៉ុន្តែវាគ្រាន់ថាឧត្តមភេទវាខុសពីអារម្មណ៍ហីនភេទខុសគ្នាវាមិនដូចគ្នាទាំងអស់ទេលោកមានធម៌អប់រំចិត្តស្ងប់បានច្រើនអាទោសៈចិត្តក៏មិនសូវកើតច្រើនបើមោហៈនេះក៏មិនសូវមានពង្វេងនេះណាលោកមានសមាធិតិឲ្យបានមកចឹងកើតបើមិនឆាតិមកចូលសាភ្នោះអត់កើតទេឃើញទេអាលោភៈនេះលោកចង់បាននេះបាននោះហិតតែអត់ទៅទៀតលោកមិនដឹងយកស្អីមកចង់បានស្អីមកយកមកសម្រាប់ធ្វើអីមានទេសនាអីសំលុយកាត់ប្រាក់កាសគ្រាន់ដំកវលដំខ្សែក៏ទុកតដឹងប្រពន្ធអីក៏អត់មកទេសនានេះជាប់ជាពាក់កូនជាប់ជាពាក់ប្រពន្ធនៅឯគាត់នោះក៏អត់មានឃើញទេចឹងអាការជាប់ជាពាក់ហ្នឹងលោករឹតតែអត់ខុសពីញាតិញោមណាហើយបើញោមមកស្ដាប់ធម៌ចេះចាប់ដើមគិតកូនអញ3 4នាក់នៅផ្ទះអញទាំងបានអីស៊ីទេអញមកតាំងពីព្រឹកអញអត់បានដាំបាយដាំអីទុកផងឃើញទេអារម្មណ៍យើងនោះវាជាប់នៅនោះបាត់ហើយលោកនេះដើរចោលកន្លះខែពីគាត់នោះក៏អត់មានជាប់អីទាំងអស់ស្រឡះជាងញាតិញោមប៉ិនគ្រាន់ថាអារម្មណ៍សោយជាសុខជាទុក្ខនេះគឺមានដូចគ្នាអញ្ចឹងតែប៉ះទុកតាមរយៈអាយតនៈខាងក្នុងក្រីខាងក្រៅក្រីតាមរយៈចក្ខុទ្វាក្រីសោតទ្វាក្រីខៀនទ្វាក្រីជីវហាក្រីរសក្រីណាដែលប៉ះទុកឡើងនឹងសោយអារម្មណ៍ជាសុខជាទុក្ខដូចគ្នាអ្វីដែលអាត្មាចង់និយាយថាដូចហ្នឹងគឺយើងសោយអារម្មណ៍ជាសុខជាទុក្ខដូចគ្នាពេលណាគេនិយាយពាក្យហ្នឹងវាលើសលួសវាមិនសមរម្យដាក់ខ្លួនមកតោសៈចិត្តកើតផ្លែតតោមនោះផ្លែតណាបដិខៈជាមួយនឹងពាក្យសម្ដីរបស់គេផ្លែតមែនទេញោមចាកើតឡើងភ្លាមពេលណាគេនិយាយពីរោះទៅក៏សោមនោះគេទៅសើទៅក៏សប្បាយចិត្តអាហ្នឹងនៅតែមានដូចគ្នានៅមានដូចគ្នាមកផ្លែតហ្នឹងគេធ្វើឲ្យសប្បាយទៅសើចមកផ្លែតហ្នឹងទៅគេធ្វើមិនឲ្យសប្បាយទៅទឹកភ្នែកយំតោមនោះណាបដិខៈជាមួយនឹងរឿងហ្នឹងមកផ្លែតទៅអញ្ចឹងបានព្រះលោកសម្ដែងថាវេទនាគឺការសោយអារម្មណ៍របស់យើងជាបឋិជននេះដូចកពេញទឹកមានន័យថាវាប៉ោងឡើងបែកប៉ោងឡើងបែកចង់និយាយថាយើងសោយអារម្មណ៍ជាសុខជាទុក្ខហ្នឹងណាផ្លាស់ប្ដូរគ្នាលឿនចាក់ដូចទឹកនៅលើស្លឹកឈូកចឹងវាកលាច់ចុះកលាច់ឡើងចង់និយាយថាមួយផ្លែតទៅសុកមួយផ្លែតមកទុកមួយផ្លែតមកសុកមួយផ្លែតមកទុកអញ្ចឹងការសោយអារម្មណ៍ហ្នឹងតែអ្វីដែលអាត្មាចង់និយាយទើបដៅសំខាន់ណាសង្ខារភាពហាក់បីដូចជាដើមចេកញោមស្គាល់ដើមចេកទេដើមចេកអ្នកខ្លះគ្រាន់តែស្គាល់ទេបានដឹងថាតើដើមចេកខាងក្នុងនឹងមានស្អីខ្លះស្ទាប់ទី1យ៉ាងម៉េចស្ទាប់ទី2យ៉ាងម៉េចមិនដែលបានពិនិត្យទេមែនទេណាត្រឹមមិនស្គាល់ដើមចេកអញ្ចឹងព្រះលោកឲ្យយើងពិចារណាសង្ខារគឺការតាក់តែងរបស់យើងនឹងប្រៀបដូចជាដើមចេកមានន័យថាដើមចេកធម្មជាតិជាដើមចេករកក្លឹមអត់មានបើនិយាយពីក្លឹមអត់មានទេមែនទេយាយដើមចេកហ្នឹងលោកឲ្យនិយាយប្រៀបទៅនឹងដើមចេកក្រមុំទៀតដើមចេកមានដើមចេកក្រមុំហ្នឹងយាយណាអាដើមចេកដែលមានផ្លែហើយវាមានគេហៅស្អីបដូលវាណាចុះទៅក្រោមហ្នឹងយើងកាប់ទៅអាចមានបដូលរបស់វាខាងក្នុងហ្នឹងគេអត់ឲ្យយកអាដើមចឹងទៀតលោកឲ្យប្រៀបនឹងដើមដែលអត់ទាន់មានផ្លែអត់ទាន់មានផ្កាដើមដែលអត់ទាន់មានផ្លែមានផ្កាយើងកាប់វាមកបកមកស្ទាប់2ស្ទាប់3ស្ទាប់រហូតដល់អស់ឥឡូវរហូតខ្លំអត់មានមែនទេយ៉ាងណាដំណើរជីវិតរបស់យើងនេះសង្ខារគឺការតាក់តែងដែលគុំរូបរាងកាយរបស់យើងមកនេះគុំឡើងដោយធាតុ4បតវ័យអបោតេជោវេយោមានន័យថារូបរាងយើងនឹងរាល់ថ្ងៃគុំដោយធាតុ4ហ្នឹងធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់បានចេញជារូបរាងកាយនឹងមានអាសាសៈបសាសៈខ្យល់ដកដង្ហើមចេញចូលខណ្ឌ5ហ្នឹងវានៅជាប់ក្នុងខ្លួនយើងហ្នឹងប្រៀបហាក់បីដូចជាដើមចេកដែលនៅមានជីវិតតែពេលពុកផុយស្អុយរលួយទៅជាធាតុ4ដាច់ទឹកភ្លើងខ្យល់វិញរកប្រយោជន៍រកខ្លឹមសារអីក៏អត់មានគុំឡើងតាក់តែងឡើងហើយពុកផុយបែកធ្លាយទៅវិញជាធម្មតារកប្រយោជន៍រកខ្លឹមអីក៏អត់មានដូចជាដើមចេកដែលរកខ្លឹមមិនមានចឹងប៉ុន្តែបើសិនជាយើងចង់ធ្វើឲ្យវាមានខ្លឹមដូចអាបច្ចៈចឹងត្រូវតែរស់នៅជាមួយធម៌រស់នៅជាមួយគុណធម៌សម្អាតកាយសម្អាតវាចាសម្អាតចិត្តយើងនេះឲ្យបានល្អញោមមកឲ្យដំណើរជីវិតរបស់យើងដែលបានមកមនុស្សគ្រប់គ្នានេះមិនងាយទេបើយើងអត់មានបុណ្យមិនអាចមកបានណាមានរូបរាងជួបជុំកូនចៅអីមានដៃមានជើងពេញលក្ខណៈអញ្ចឹងជួបជុំគ្រួសារដែលល្អអញ្ចឹងទេបើអត់មានបុណ្យណាអត់មានបុណ្យអត់បានមកមនុស្សទេញោមកុំថាឡើយបានមកមនុស្សត្រឹមខ្វាក់ខ្វិនជារៀបពីការហ្នឹងមិនបានទេកើតនរកប្រែតអវិជ័យតិរិឆានអសូរកាយបើបុណ្យហ្នឹងវាគ្រាន់តិចបានត្រឹមមកតិរិឆានមកគ្រាន់ជាងតិរិឆានតិចបានមកមនុស្សហ្នឹងបានមនុស្សបើបានមកវាខ្វាក់បុណ្យហ្នឹងវាតិចមកមនុស្សហ្នឹងអត់ពេញលក្ខណៈទៀតមកខ្វាក់ខ្វិនជារៀបពីការកងងដៃកងងជើងទៅណាក៏គេសែងទៅណាក៏គេលើតាំងពីកំណើតជួនកាលបានមកមនុស្សកើតក្នុងតកោក្រខ្សត់អត់ឃ្លានលំបាកអោកយ៉ាវេទនារោគប្រឹកខ្វះល្ងាចរងាចខ្វះប្រឹកខោអោអោអ្នកខ្លះកើតមកភ្លាមម៉ែឲ្យយកទៅបោះចោលក្នុងទឹកទន្លេអ្នកខ្លះកើតមកគេបោះចោលក្នុងធុងសម្រាមអ្នកខ្លះគេចិញ្ចឹមដែរបានចិញ្ចឹមឲ្យធំចេះនិយាយចេះដឹងក្រៃតិចមកដើរលើកដៃសំទានតាមសញ្ញាផ្ទះអ្នកដទៃឃើញទេណាមិនទទួលស្គាល់ជាដើមឡាអាហ្នឹងដោយសារអីឧបនិស្ស័យយើងសន្សំមកខុសគ្នាប៉ុនយើងហ្នឹងវាតិចចឹងយើងគួរគប្បីមានសតិសម្បជញ្ញៈរលឹកដឹងខ្លួនយើងថាឥឡូវនេះយើងមកកើតនៅស័យសធរនេះក្នុងគ្រួសារមួយដែលមិនសូវមានទ្រព្យសម្បត្តិតែយើងមានសេចក្តីសុខខ្លះគ្រួសារខ្លះទៀតមានតែសេចក្តីទុក្ខយើងកើតក្នុងតកូលក្រលំបាកដោយសារអីដោយសារប៉ុនយើងវាតិចបើប៉ុនច្រើនដូចថ្មអីមិនមែនមកកើតក្នុងតកូលក្រ
ប្របាកវេទនាដូចញាតិញោមដែរទេមិនកើតមកក្នុងតកូលក្រលំបាកដឹងក្រីមកដោយជីកតពាំងជាមួយញោមប្រុសបែកបាក់ព្រាត់ប្រាសនៅរាជគ្រួសារដូរអង្គគេមកបានហូបមកពេលវេទនាដោយជីកគ្រូយកមកលេងអង្គវេទនាមិនក៏ទៅកើតក្នុងតកូលវេទនាអញ្ចឹងមិនកើតក្នុងតកូលមានបានទៅកើតក្នុងតកូលឯកឧត្តមអុកញ៉ានាយករដ្ឋមន្ត្រីបកនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីថាមកពីប៉ុនយើងវាមានសម្ពាយបានត្រឹមប៉ុណ្ណឹងអានឹងហើយដែលអាត្មាសាបញ្ជាក់ថាគួរគប្បីខំប្រឹងបើយើងឥឡូវនេះក្រខំប្រឹងសន្សំសេចក្តីល្អឲ្យបានច្រើនយើងឥឡូវនេះកើតមកខ្វាក់ខ្វាន់ជារាពីការមិនពេញលក្ខណៈក៏ត្រូវតែខំប្រឹងសន្សំសេចក្តីល្អនឹងឲ្យបានច្រើនព្រះលោកសម្ដែងថាអឡះស័កសកតោសបាំងអសបសកតោធនាងអធនៈសកតោមិតតាំងអមិតតសកតោបញ្ញាសកតោសកាំងស្ដាប់បានទេយាយអាចារ្យថាហឺហើយចប់ណាព្រះលោកសម្ដែងថាអឡះសកតោសបាំងអសបសកតោធនាងអធនៈសកតោមិតតាំងអមិតតសកតោបញ្ញាសកតោសកាំងមានន័យថាបើយើងអត់បានសិក្សារៀនសូត្រចំណេះវិជ្ជាមិនអាចកើតឡើងចំពោះខ្លួនយើងបានទេកាលណាចំណេះវិជ្ជាមិនមានទ្រព្យសម្បត្តិក៏មិនមានកាលណាទ្រព្យសម្បត្តិក៏មិនមានមិត្តភក្តិញាតិមិត្តដែលល្អក៏អត់មានកាលណាអត់មានញាតិមិត្តហើយសេចក្តីសុខក៏រមែងមិនមានសេចក្តីសុខមិនមានហើយនាំឲ្យសត្វលោកនោះជួបនៅសេចក្តីទុក្ខកាលណាសត្វលោកនោះមានសេចក្តីទុក្ខនាំឲ្យសត្វលោកនោះអត់នឹកឃើញធ្វើបុណ្យសន្សំកុសលកាលណាសត្វលោកនឹងអត់ធ្វើបុណ្យសន្សំកុសលហើយវាលំបាកទាំងបច្ចុប្បន្ននឹងហើយអនាគតកុំសង្ឃឹមតែបានសេចក្តីសុខកុំសង្ឃឹមតែបានទៅកាន់ឋានសួគ៌តើអីយីមានន័យថាអញ្ចឹងណាមកថាឲ្យជួនទៅស្ដាប់បានប៉ិនផ្ដើមដំបូងបំផុតបើយើងអត់បានសិក្សារៀនសូត្រអត់បានស្ដាប់ទេបញ្ញាអត់ចម្រើនទេបើនិយាយមកតាមផ្លូវធម៌វិញហើយកាលណាបញ្ញាអត់ចម្រើនហើយអវិជ្ជាបាំងមុខហើយលោភៈអវិជ្ជាបាំងមុខហើយជាប់នាំឲ្យសត្វលោកនឹងប្រព្រឹត្តអបាយមុខផ្សេងហើយខ្លួនឯងលំបាកជាតិនឹងហើយកើតមកមិនពេញលក្ខណៈអាក្រក់ពិបាកជាតិនឹងហើយបើយើងអត់បានសន្សំសេចក្តីល្អទៀតទេកុំរំពឹងថាបានមកអាក្រក់ដូចជាតិនឹងទៀតនោះណាជាតិមុខទៀតសំបីតែមកអាក្រក់ដូចឥឡូវហ្នឹងមិនបានផងហើយវារឹតតែលំបាកជាងជាតិនឹងទៅទៀតអញ្ចឹងបើយើងដឹងថាឥឡូវហ្នឹងលំបាកហើយគប្បីណាសន្សំគុណនៅតម្លៃនៃសេចក្តីល្អឲ្យបានច្រើនធ្វើបុណ្យសន្សំកុសលរក្សាសិលឲ្យទានចម្រើនមេត្តាភាវនាដល់គ្នានឹងគ្នាសន្សំគុណនៅតម្លៃនៃសេចក្តីល្អនេះព្រះលោកសម្ដែងតែធម៌ដែលប្រសើរបំផុតដែលយើងចង់រស់នៅបានសេចក្តីសុខលោកឲ្យយើងយកមេត្តាចិត្តករុណាចិត្តយកមកដាក់នៅក្នុងខ្លួនយកឲ្យតែមានធម៌ពីរហ្នឹងនៅក្នុងខ្លួនមេត្តាករុណាសន្តោសៈសេចក្តីសន្តោសនេះមានធម៌ពីរ3នៅក្នុងខ្លួនសុខសត្វលោកហ្នឹងគឺសុខទៅមកណាហើយដំណើរដើរចេញមកហ្នឹងក៏ខុសពីអ្នកដែលគ្មានធម៌3ហ្នឹងដែរអ្នកមានធម៌3ដែលមានមេត្តាករុណាសន្តោសៈនៅក្នុងខ្លួនហ្នឹងដើរមកគឺយើងមើលទៅបុគ្គលហ្នឹងគួរឲ្យស្រឡាញ់ហើយមិនមែនតែយើងមើលតែគាត់គួរឲ្យស្រឡាញ់ទេគាត់មើលតែអ្នកជុំវិញខ្លួនទាំងអស់ទាំងមនុស្សទាំងសត្វរកសត្រូវអត់មានទៅណាក៏គេស្រឡាញ់ទៅណាក៏គេអាណិតទៅណាក៏សបោញាតដោយសារគាត់មានមេត្តាចិត្តករុណាចិត្តមានសេចក្តីសន្តោសសង្គ្រោះទៅកាន់គេគ្រប់គ្នាអញ្ចឹងមនុស្សដែលមានធម៌ហ្នឹងគឺសុខទាំងបច្ចុប្បន្នសុខទាំងប្រាក់លោកទៅណាក៏គេស្រឡាញ់គេអាណិតសបោញាតបាត់គ្រប់ទិសគ្រប់ទីអញ្ចឹងប៉ុណ្ណឹងចុះចាំជួបគ្នាថ្ងៃក្រោយទៀតពោលអាត្មាមានតរៈនៅព្រៃវែងនោះមកកន្លែងទៀតបងសម្ដេចណាកាឡាហោមសខេងណានៅមកកន្លែងទៀតដែរអញ្ចឹងប៉ុណ្ណឹងចុះសូមបានបនបានកុសលតាមបនិស័យជ្រះថ្លារៀងខ្លួនសូមអនុមោទនា